បាទសូមអនុញ្ញាតជម្រាបសួរប្រិយមិត្តទស្សនិកជនទាំងអស់គ្នាដែលតែងតែគ្រប់គ្រង admin កុងក៏ដូចជាបងប្អូនដែលចូលចិត្តនៅកីឡាបាល់ទាត់ហើយសម្រាប់ថ្ងៃនេះមុននឹងឈានចូលដល់វីដេអូតម្រុយបាល់ពីគូ admin សូមធ្វើការណែនាំបងប្អូនទៅណាដោយសារវីដេអូមុនហ្នឹងមានបងប្អូនគាត់ comment សួរចាន់ថា admin សូមចូលក្រុមមួយ admin សូម link នៅណា link នៅណីអញ្ចឹងណាចាំអត់មានប្រមាថទេអញ្ចឹងអាចទស្សនាតាម admin បានណា link នេះមើលតាមខាងនេះវិធីចុចលើ profile admin ហើយចុច link នៅក្រោមរូបភាព profile របស់ admin អូខេកុំឲ្យខាត់ពេលវេលាមកចូលតម្រុយបាល់ពីគូសម្រាប់ admin ដែលជឿរឿងមួយថ្ងៃនេះនៅក្នុងព្រឹត្តិការណ៍ UEFA Champions League Fest សប្តាហ៍ទី4ក្នុងថ្ងៃទី2សម្រាប់ក្រុមទី1ដែល admin នឹងជឿរឿងមកគឺក្រុម Manchester City នឹងបើកកីឡដ្ឋាន Etihad Stadium ស្វាគមន៍ក្រុមមកពីអាល្លឺម៉ង់គឺ Borussia Dortmund ឬក៏យើងហៅថាខ្លាលឿងសម្រាប់ក្រុមទាំងពីរកំពុងតែមានលទ្ធផលល្អដូចគ្នាបច្ចុប្បន្ន Manchester City ដូចជាសិទ្ធិនៅលេខរៀងទី2ឬក៏ទី3ក្នុងតារាង English Premier League ហ្នឹងចំណែកឯ Dortmund វិញក៏មិនធម្មតាដែរបច្ចុប្បន្នក៏សិទ្ធិនៅលេខរៀងទី3ឬក៏ទី4កំពូលតារាងនៅក្នុងអាល្លឺម៉ង់ដែរកំពុងតែគៀកកោយក៏ដូចជាព្យាយាមប្រជែងយកពានរង្វាន់នៅអាល្លឺម៉ង់ក៏ដូចជា Man City ដូចគ្នាណាក៏ប៉ុន្តែលទ្ធផលយើងមានតែចរងចាំមើលចប់ដោយការហើយសម្រាប់លទ្ធផលនៃការប្រកួតនេះពេលកន្លងមកក្រុមទាំងពីរក៏ធ្វើបានល្អដូចគ្នាមិនថានៅPremier League ឬនៅ Bundesliga ឬក៏នៅ Champions League សូមអធិស្ឋានត្រង់នេះហើយការប្រជុំប្រកួតនេះពីច្រើន Man City តែងតែធ្វើបានល្អប៉ុន្តែក្របដាច់វិនិយោគតែហ្នឹង admin ចាំគឺដូចជាវិនិយោគតែមកគ្រាប់ទេតែស៊ីលមកល្មមតែថ្ងៃនេះរៀងប្លែកតិចបើខាងក្រុមចាប់ផ្ទះ Manchester City ហ៊ានវិនិយោគដល់រហូតដល់1.កន្លះឬក៏ 1.75 ដែរអញ្ចឹងវារៀងខ្ពស់ដែរក៏ប៉ុន្តែបើយើងមើលតាមគុណភាព Erling Braut Haaland ក៏ដូចជាមានកីឡាករដែលកំពុងតែទៅនឹងបានចូលលេងហើយឡើងជើងខ្លាំង Ryan Cherki មានដូចជា Bernardo Silva ហើយប្រៀបនឹងលទ្ធផលនៃការជួបគ្នាកន្លងមកយប់នេះនៅក្នុងទឹកដី Etihad Stadium គូនេះរីកមិនឲ្យបងប្អូនគ្រប់គ្រងក្រុមចាប់ផ្ទះសំពៅមាស Manchester City ចំណែកគូទី2ដែលមាននឹងចែកជូនបងប្អូននៅក្នុងរាត្រីនេះគឺគូរវាង Club Brugge មកពីប្រទេស Belgium និងធ្វើជាម្ចាស់ផ្ទះស្វាគមន៍ក្រុមភ្ញៀវមកពីអេស្ប៉ាញគឺ Club Yak អ្នកមានបុណ្យ Barcelona សម្រាប់ក្រុមទាំងពីរគឺជាក្រុមនៅកំពូលតារាងនៅក្នុងលីករបស់ប្រទេសរៀងៗខ្លួនដូច Belgium បច្ចុប្បន្នដូចសិទ្ធិនៅលេខរៀងទី1នៅក្នុង Belgium ហើយចំណែកឯ Barcelona វិញនៅលេខរៀងទី2តាមពីក្រោយ Real Madrid រហូតដល់5ពិន្ទុហើយចំណែកការប្រកួតចុងក្រោយនេះគឺឈ្នះទាំងសងខាងមិនថាម្ចាស់ផ្ទះមិនថា Barcelona គឺទៅតែឈ្នះនៅអគូប្រជែងនៅក្នុងលីករបស់ខ្លួនមកថ្មីហើយសម្រាប់ការជួបគ្នានៅក្នុងយប់នេះប្រកាសណាស់ស្វិតស្វាញណាស់ដោយសារអី Barcelona ចង់បានជ័យជំនះមួយនេះដើម្បីបន្តឲ្យបានឈានទៅដល់លេខរៀងទី8គឺជាលេខរៀងដែលត្រូវឆ្លងចូលវគ្គ16ក្រុមអូតូម៉ាទិកអញ្ចឹងអត់មានជម្រើសទេសម្រាប់ Barcelona ហើយណាមួយអាម៉ាល់ត្រឡប់មកវិញហើយអាម៉ាល់ឈប់ខូចរឿងស្រីហើយអាម៉ាល់តាំងចិត្តលេងបាល់វិញហើយអញ្ចឹងគូនេះសម្រាប់ក្របវិនិយោគមិនដល់តែ2គ្រាប់ admin ជឿថាអ្នកមានបុណ្យ Barcelona ធ្វើបានគូនេះណែនាំបងប្អូនគ្រប់គ្រងក្លឹបអ្នកមានបុណ្យ FC Barcelona បញ្ជាក់ណានេះគ្រាន់តែជាតម្រុយបាល់ពីគូដែល admin ធ្វើការវិភាគឲ្យមកចែកជូនបងប្អូន admin នៅមានតម្រុយបាល់ផ្សេងទៀតដែល admin តែងតែធ្វើការចែកជូនបងប្អូននៅក្នុងក្រុម AKFC Sportive បើសិនណាជាបងប្អូនមានបំណងចង់បាននៅទីបាល់ពិសេសជារៀងរាល់ថ្ងៃពី admin ណា join ក្រុម AKFC Sportive link នៅក្រោម profile បញ្ជាក់ណាគឺ join free អត់មានអស់ប្រាក់ឲ្យទេគឺ join free ណាសម្រាប់ក្រុម AKFC Sportive ហើយសម្រាប់វីដេអូមួយនេះក៏មានត្រឹមតែប៉ុណ្ណេះដែរជាចុងក្រោយសូមបងប្អូនកុំភ្លេចចុច like ចុច share follow admin ម្នាក់មួយផងសូមអរគុណសូមជម្រាបលា